រឿងហង្សមាសកាលពីព្រេងនាយមានគូស្វាមីភរិយា2នាក់មានកូនដល់ទៅ5នាក់សុទ្ធតែស្រីទាំងអស់ប៉ុន្តែគ្រួសារនោះមានជីវភាពរស់នៅធូរធារក្រោយមកបុរសជាប្តីមានជំងឺធ្ងន់ក៏ទទួលមរណភាពទៅបុរសបានទៅកើតជាសត្វហង្សមាសរស់នៅក្នុងព្រៃហេមពានពេលអត់ពីស្វាមីនាងជាភរិយាធ្លាក់ខ្លួនក្រលំបាកដើរស៊ីឈ្នួលគេដើម្បីយកប្រាក់មកចិញ្ចឹមកូនទាំង5យ៉ាងលំបាកវេទនាហង្សមាសដឹងជាតិហើរមកលេងផ្ទះឃើញប្រពន្ធនឹងកូនក្រីក្រតោកយ៉ាមានចិត្តអាណិតក៏ប្រាប់ប្រពន្ធនឹងកូនថាអោប្រពន្ធនឹងកូនសម្លាញ់ខ្លួនខ្ញុំជាប្តីនិងជាឪពុកអ្នករាល់គ្នាខ្ញុំស្លាប់ទៅកើតជាហង្សមាសរស់នៅក្នុងព្រៃហេមពានខ្ញុំមកនេះគឺមកជួយយកអាសាអ្នកខ្ញុំនឹងជំរុះស្លាប់មាសឲ្យអ្នកម្ដងមួយយកទៅលក់ចិញ្ចឹមជីវិតចុះប្រាប់រួចហង្សមាសក៏ជំរុះស្លាប់មាសមួយឲ្យនាងជាភរិយាហើយត្រឡប់ទៅលំនៅឋានវិញកូនទាំង5និងភរិយារបស់ហង្សមាសត្រេកអរខ្លាំងណាស់ព្រោះពួកគេធ្លាប់ក្រលំបាកយូរហើយមិនស្មានថាពេលនេះទទួលភ័ព្វសំណាងបានហង្សមាសមកជួយឲ្យផុតពីទុក្ខវេទនាបែបនេះតាំងពីបានស្លាប់ហង្សមាសមកលក់បានប្រាក់ច្រើននាងភរិយាក៏ឈប់ទៅធ្វើការបម្រើគេទៀតហើយក៏មានជីវភាពធូរធារគ្រាន់បើតែក្រោយមកនាងភរិយាចង់បានឆាប់តាន់ចិត្តក៏ហៅកូនក្រមុំទាំង5មកពិគ្រោះគ្នាថាណែកូនយើងមានប្រាក់ចាយបាយស៊ីសពថ្ងៃនេះដោយសារហង្សមាសជាឪពុកឯងបានជំរុះស្លាប់មាសឲ្យតែយើងមិនអាចទុកចិត្តសត្វដេរឆានទេដូច្នេះស្អែកនេះបើឃើញហង្សមាសហៅមកយើងនាំគ្នាពាត់ចាប់ដកស្លាប់នឹងរោមឲ្យអស់ទុកលក់ធ្វើជាដើមទុនទៅថ្ងៃមុខកូនទាំងអស់ឮម្ដាយបបួលដូច្នេះមិនយល់ស្របទេពួកគេឆ្លើយប្រាប់ម្ដាយវិញថាម៉ែចង់ធ្វើបាបពុកបែបនេះគឺមិនល្អទេពួកខ្ញុំមិនធ្វើតាមម៉ែដាច់ខាតនាងភរិយាខឹងនឹងកូនខ្លាំងណាស់ព្រោះគ្មានកូនណាម្នាក់ធ្វើតាមគំនិតនាងសោះនាងភរិយាចេះធ្វើតាមគំនិតរបស់ខ្លួនមិនស្ដាប់អ្នកណាទាំងអស់លុះស្អែកឡើងពេលហង្សមាសហៅមកបំរុងជំរុះស្លាប់ឲ្យនាងភរិយាក៏និយាយសំណេះសំណាលលួងលោមហង្សមាសជាប្តីដោយកលមាយាហង្សមាសជឿទុកចិត្តប្រពន្ធក៏ហៅមកចិត្តនាងភរិយាបានឱកាសចាប់ហង្សមាសជាប់សង្កត់ដកយកស្លាបកន្ទុយនិងរោមអស់គ្មានសល់ហង្សមាសឈឺចាប់ពើផ្សាខ្លាំងណាស់ខំរើបំរាស់ទម្រាំបានរួចខ្លួនក៏រត់ចូលទៅរកកន្លែងលាក់ខ្លួនមួយគ្រាសិននាងភរិយាបានស្លាប់មាសច្រើនត្រេកអរណាស់ប្រមូលស្លាប់មាសនិងរោមដាក់ចូលក្នុងល្អីហើយយកទៅលក់នៅទីផ្សារតែរោមស្លាប់ទាំងនោះស្រាប់តែប្រែក្លាយជាស្លាបសត្វធម្មតាដូចជាស្លាបកុកគ្មានអ្នកណាទិញទេហង្សមាសរស់នៅក្នុងទុក្ខវេទនាលុះត្រាតែរោមថ្មីដុះអាចហើរបាន